នៅក្នុងពិភពលោកដែលពោពេញទៅដោយបញ្ហានិងសម្ពាធមនុស្សជាច្រើនកំពុងរស់នៅជាមួយចិត្តដែលមិនស្ងប់ខ្លះពិបាកចិត្តរឿងការងារខ្លះឈឺចិត្តរឿងស្នេហាខ្លះទៀតនឿយហត់ដោយសារបញ្ហាជីវិតប្រចាំថ្ងៃពេលចិត្តមិនស្ងប់ជីវិតក៏មើលទៅធ្ងន់ធ្ងរហើយបាត់បង់សេចក្តីសុខដូច្នេះការរៀនរក្សាចិត្តឲ្យស្ងប់គឺជារឿងសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នាការរក្សាចិត្តឲ្យស្ងប់មិនមែនមានន័យថាជីវិតគ្មានបញ្ហាទេប៉ុន្តែវាមានន័យថាទោះបីមានបញ្ហាក៏ដោយយើងនៅតែអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនបានមនុស្សដែលមានចិត្តស្ងប់គឺមិនងាយខឹងមិនងាយតានតឹងនិងមិនងាយបាក់ទឹកចិត្តដោយសារពាក្យសម្ដីអ្នកដទៃឡើយវិធីដំបូងក្នុងការរក្សាចិត្តឲ្យស្ងប់គឺកុំគិតច្រើនពេកទៅលើរឿងដែលមិនទាន់កើតឡើងមនុស្សជាច្រើនចូលចិត្តព្រួយបារម្ភអនាគតរហូតធ្វើឲ្យខ្លួនឯងនឿយហត់ត្រូវចាំថាអ្វីដែលមិនទាន់មកដល់យើងមិនអាចដឹងបានទេដូច្នេះចូលរស់នៅជាមួយបច្ចុប្បន្ននិងធ្វើអ្វីដែលល្អបំផុតនៅថ្ងៃនេះវិធីទី2គឺរៀនអភ័យទោសការកាន់កំហឹងនិងការចងចាំរឿងឈឺចាប់យូរពេកនឹងធ្វើឲ្យចិត្តធ្ងន់ពេលខ្លះការអភ័យទោសមិនមែនសម្រាប់អ្នកដទៃទេប៉ុន្តែសម្រាប់សេចក្តីសុខរបស់ខ្លួនឯងពេលចិត្តដោះលែងកំហឹងបានចិត្តនឹងស្រាលហើយសុខស្ងប់វិធីមួយទៀតគឺជៀសវាងមនុស្សឬបរិយាកាសដែលនាំឲ្យចិត្តអវិជ្ជមានមនុស្សខ្លះចូលចិត្តនិយាយបំផ្លាញទឹកចិត្តឬបង្កបញ្ហាឲ្យអ្នកដទៃបើយើងនៅចិត្តអ្វីដែលអវិជ្ជមានពេកចិត្តយើងក៏នឹងនឿយហត់ដែរដូច្នេះត្រូវជ្រើសរើសមនុស្សដែលផ្ដល់ថាមពលល្អនិងការលើកទឹកចិត្តដល់ជីវិតអ្នកការធ្វើចិត្តឲ្យស្ងប់ក៏ត្រូវការពេលវេលាសម្រាប់ខ្លួនឯងផងដែរពេលខ្លះយើងគួរឈប់ពីភាពរវល់បន្តិចស្ដាប់ភ្លេងស្ងប់ស្ងប់អានសៀវភៅធម៌នមស្ការព្រះរតនត្រ័យស្ដាប់ព្រះធម៌អប់រំចិត្តឬអង្គុយសមាធិ3ទៅ5នាទីតាមដែលអាចធ្វើទៅបានហើយដកដង្ហើមចេញចូលវែងៗ2ទៅ3ដងការធ្វើបែបនេះជួយឲ្យអារម្មណ៍របស់អ្នកស្រស់ស្រាយបានស្បើយពីទុក្ខកង្វល់សំខាន់បំផុតគឺត្រូវរៀនស្រឡាញ់ខ្លួនឯងកុំបន្ទោសខ្លួនឯងពេកនៅពេលធ្វើខុសមនុស្សគ្រប់គ្នាសុទ្ធតែមានកំហុសនិងការបរាជ័យតែជីវិតមិនបញ្ចប់ត្រឹមថ្ងៃអាក្រក់មួយទេត្រូវផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងហើយបន្តដើរទៅមុខដោយភាពរឹងមាំសេចក្តីសុខពិតប្រាកដមិនមែនមកពីទ្រព្យសម្បត្តិតែម្យ៉ាងឬការសរសើរពីអ្នកដទៃនោះឡើយប៉ុន្តែមកពីចិត្តដែលស្ងប់ពេលចិត្តស្ងប់ទោះជីវិតមានបញ្ហាប៉ុណ្ណាក៏យើងនៅតែអាចញញឹមនិងរស់នៅដោយក្តីសុខបាន